ករណីរំជួយដីយ៉ាងខ្លាំងនៅប្រទេសភូមាមានការប៉ះពាល់ទៅដល់ប្រជាដីនិងកត់ប្រសង់និងកន្លែងសាធារណៈជាច្រើនទៀតប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវពិចារណាទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាយ៉ាងកេញជាសមុទយតិហមៀងសពតតាំងនិរោធធម្មន្តិធម្មជាតិណាកើតឡើងហើយធម្មជាតិនោះនឹងរលត់ទៅវិញជាធម្មតាបានន័យថាអ្វីក្នុងโลกនេះកើតឡើងហើយក៏រលត់ទៅវិញកើតឡើងហើយក៏វិនិច្ឆ័យទៅវិញអញ្ចឹងរាល់ការបាត់បង់និងការបែកបាក់បែកធ្លាយគឺយើងមិនត្រូវសោយសោកឡើយណាពួកយើងពិចារណាទៅវារឿងអីក្នុងโลกនេះវាអត់មានអីថិតថេរចេតកាឡើយបាទគណៈទាននេះគឺជាទិដ្ឋភាពប្រសង់កំពុងតែប្រឡងនៅប្រទេសភូមាបាទហើយក៏មានការរំជួយអគាររហូតដល់មានការបាក់បែកធ្លាក់មកលើប្រទេសប្រសង់ហើយជាពិសេសហ្នឹងព័ត៌មានបានបញ្ជាក់ថានៅទីក្រុងម៉ាន់ដាលេនៃប្រទេសភូមាគឺមានការរំជួយផែនដីប៉ះពាល់វត្តអារាមនិងកន្លែងទីសាធារណៈជាច្រើនហើយអ្វីដែលសំខាន់មួយទៀតនោះគឺតាមវត្តនានាគឺមានការបាក់បែកសាលាឆាន់ក៏ដូចជាកុដិស្នាក់នៅរបស់ព្រះសង្ឃហើយបើតាមព័ត៌មានដតីទៀតគឺឃើញមានការបាក់ស្ពានទៀតបាទអញ្ចឹងគឺពិតជាគួរឲ្យអាណិតអាសូរណាស់ចំពោះព្រះសង្ឃភូមានិងប្រជាជនភូមាដែលបានជួបគ្រោះថ្នាក់ដល់សែនរន្ធត់នេះបាទនឹងហើយញាតិញោមគឺគួរឲ្យសំណោះគុណចាស់គ្រប់ព្រះអង្គមែនទែនដែលបានជួបនៅហេតុការណ៍ដ៏មិនគួរឲ្យនឹកស្មាននេះហើយថ្មធ្លាប់ជួបប្រទេសពីរដងដែរនៅប្រទេសភូមាប៉ុន្តែការនោះគឺมันមានការរំជួយផែនដីធ្ងន់ធ្ងរដូចលើកនេះទេហើយដោយញាតិញោមដឹងស្រាប់ហើយថានៅប្រទេសភូមាគឺជាប្រទេសមួយដែលកំពុងតែមានវិបត្តិសេដ្ឋកិច្ចទាក់ទងនយោបាយអីជាដើមនឹងបាទនិយាយទៅគឺទុកជន់ទុកបាទទុកជន់ទុកគឺពិតជាគួរឲ្យអាណិតអាសូរមែនតើអញ្ចឹងបានថាពេលដែលយើងបានសុខសាន្តហើយកុំភ្លេចសន្សំបុណ្យថែមទៀតណាញាតិញោមណាព្រោះយើងមើលមិនឃើញទេបាទ